សួស្តីបងប្អូនក្នុងคลิปវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញម្ដងទៀតពាក់ព័ន្ធជាមួយការដំឡើងកុងតាក់3ចុចបញ្ជាពូ3ដោយសារតែមានបងប្អូននៅសំណូមពរខ្ញុំឲ្យធ្វើមួយសារទៀតព្រោះគាត់មិនទាន់ច្បាស់អញ្ចឹងណាតោះឥឡូវសូមតាមដានបងប្អូនគ្នាទៅកុំឲ្យវែងឆ្ងាយបងប្អូនតើតើជាមួយនឹងការរត់ខ្សែបងប្អូនខ្សែអំពូលទាំង3ហ្នឹងគឺរត់ចូលក្នុងជើងព្រីទាំង3មកបងប្អូនណានេះបាទខ្សែអំពូលទាំង3រត់ចូលជើងព្រីទាំង3មកហើយទាំងខ្សែមេរត់ចូលហើយមកហើយបន្តមកបងប្អូនយកខ្សែមកខាងរបស់ខ្សែអំពូលខាងខ្សែម៉ាស់ឬខាងខ្សែណឺទៅបងប្អូនបាទមកគូបគ្នាជាមួយនឹងខ្សែណឺរបស់មេមកអញ្ចឹងខ្សែមេគឺខ្ញុំយកពណ៌នេះបាទខ្ញុំយកពណ៌នេះធ្វើជាខ្សែណឺបាទគូបចូលគ្នាអញ្ចឹងហើយបងប្អូនរួមឲ្យស្អាតហើយបងប្អូនដាក់ចេះមកបាទបងប្អូនធ្វើតាមខ្ញុំណាបងប្អូនកងតាក់ប្រយ័ត្នប្រចាស់បើធ្វើជាអត់ត្រូវណានេះឲ្យសញ្ញាឆ្នូតខាងលើនេះបាទខាងឆ្នូតខាងលើទៅលើយ៉ាងមកនេះបានត្រូវតែបងប្អូនធ្វើចេះបាទហើយបន្តមកបងប្អូនស្វែងរកនេះគេហៅថាខ្សែប៉ុងបងប្អូនធ្វើតាមខ្ញុំណាបងប្អូនធ្វើចេះទៅចេះបងប្អូនប៉ុងចេះមកបាទធ្វើតាមខ្ញុំមកហ្នឹងហើយបងប្អូនប៉ុងតាមខ្ញុំមកចឹងមកបាទសូមបញ្ជាក់បន្តិចចំណោមជើងទាំងពីរនេះដូចថាមកចុចមានជើងពីរអញ្ចឹងយើងកាប់ប៉ុងចង់យកជើងមួយណាក៏បានដែរហ្នឹងហើយបងប្អូនអាចធ្វើតាមខ្ញុំក៏បានដែរឲ្យសំខាន់បងប្អូនងាយស្រួលយល់បាទបន្តមកទៀតបងប្អូននេះបងប្អូនយកខ្សែមេទៅមកនេះខ្សែខាងភ្លើងយើងយកផ្នែកខាងខ្សែភ្លើងមកប្រើបងប្អូនយកចូលខាងនេះមិនមែនខាងនេះណាបងប្អូនណានេះអាចចំណោមខ្សែប៉ុងទាំង3ហ្នឹងចង់ដាក់មួយខាងមួយណាក៏បានដាក់នេះក៏បានដាក់ខាងមួយនេះក៏បានខាងនេះក៏បានដែរព្រោះដោយសារតែវាប៉ុងចូលគ្នាអញ្ចឹងខ្ញុំយកជើងខាងនេះបាទអញ្ចឹងដាក់តាមខ្ញុំក៏បានដែរបាទរួចរាល់ហើយបងប្អូនហើយបន្តមកទៀតយើងនៅសល់ខ្សែ3សរសៃនេះ3សរសៃគឺខ្សែអំពូលហ្នឹងឯងអញ្ចឹង3សរសៃនេះបងប្អូនកុំឆ្ងល់ច្រើនបងប្អូនដាក់ទៅតាមជើងដែលនៅសល់មួយហ្នឹងទៅបាទហើយចំពោះលេខរៀងចុចណាអំពូលចុចមួយណាសម្រាប់អំពូលមួយណានឹងបងប្អូនតេស្តខ្លួនឯងទៅឆ្លាញ់ចុចគេហៅថាកំណត់ខ្លួនឯងទៅណាប៉ុន្តែខ្ញុំគាត់តែបង្ហាញជាគន្លឹះឲ្យបងប្អូនងាយតម្លើងឯងបាទចាំបងប្អូនដាក់តាមជើងមកគឺហើយនេះដាក់តាមជើងនៅសល់មួយហ្នឹងទៅហើយខាងអំពូលនេះតែប៉ុណ្្នឹងមកគឺរួចរាល់ហើយចូលភ្លើងមកគឺអូខេ